Và số này là tụi ông trong ngày nay dương mà hiện bỏ phải à tập bọt cái sản muối đại kinh gì phí rung chạm làm láng con rung chạm làm láng con là trong bậc cam chơi dưới hay nâng ca nằm trên ca bậc tao chứ như mơ dùm non chứ bảo chúng nó chứ cái gì tha 今年上半年柬埔寨自行车出口额3.3亿美元 OK អញ្ចឹងចំណងជើងនេះគេប្រែថាកង់មកប្រទេសកម្ពុជាយើងពីពាក់កណ្ដាលដើមឆ្នាំហ្នឹងគឺនាំចេញមានចំនួនទឹកប្រាក់330លានដុល្លារចឹងអ្នកនរគ្នាធ្លាប់រៀនដឹងហើយពាក្យជីននាងគឺឆ្នាំនេះសាំបាននាងគេចង់និយាយពីពពាក្យប៉ាន់នាងមានថាកណ្ដាលពាក់កណ្ដាលឆ្នាំសាំងមានថាខាងលើចឹងពីខែ1ដល់ខែ6គេអាចនិយាយថាសាំងបាននាងបានពាក់កណ្ដាលដើមឆ្នាំ柬埔寨ប្រទេសកម្ពុជា自行车港出口នេះគឺនាំចេញនេះគេនិយាយពីចំនួន amount មួយអញ្ចឹង3.3 亿គឺ330លានបាទ0.6មកដុល្លារ美元ដុល្លារតោះណាទាំងអស់គ្នា3.3 亿330លានដុល្លារអញ្ចឹងបន្តទៀត据商业部的报告បាទ显示ចឹងយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មបានបង្ហាញថាពាក្យថាជីមានថាយោងតាម商业部ក្រសួងពាណិជ្ជកម្មបាទ报告របាយការណ៍显示បង្ហាញថា2023年上半年បាទនៅដើមពាក់កណ្ដាលឆ្នាំ2023柬埔寨自行车出口额为បាទអញ្ចឹងកង់របស់ប្រទេសកម្ពុជាយើង柬埔寨自行车កង់របស់ប្រទេសកម្ពុជាយើង出口បាទនាំចេញចំនួនវេបាទមានចំនួនទឹកប្រាក់ព្រោះអានេះគេនិយាយពីទឹកប្រាក់យើងដាក់ថែមពាក្យនឹងមួយទៅមានចំនួនទឹកប្រាក់3亿300万美元ចាពាក្យ3亿300万美元ហ្នឹងគឺស្មើនឹងពាក្យខាងលើ3.3 亿ហ្នឹងហើយអញ្ចឹង330លានដុល្លារ与នឹងកន្លែងនេះប្រែថានឹងឬក៏ជាមួយក៏បានដែរពាក្យហ្នឹងប្រែថានឹង去年ឆ្នាំមុន同期的4亿4700万美元អញ្ចឹង4亿7700万នេះវាស្មើនឹង470លានដុល្លារបាទ相比下降30.52%ចឹងមកកណាត់ខ្លីនេះយើងប្រែថាបាទបើប្រៀបធៀបជាមួយរយៈពេលដូចគ្នាកាលពីឆ្នាំមុនតែមានទឹកប្រាក់470លានដុល្លារហ្នឹងគឺវាបានធ្លាក់ចុះរហូតដល់30.52%ចុះពាក្យនេះមាននឹង去年ឆ្នាំទៅឆ្នាំមុន同期នេះគេចង់សំដៅពីពេលដូចគ្នាដូចថាឆ្នាំមុនគេប្រៀបធៀបពីដើមឆ្នាំខែ1ដល់ខែ6ឆ្នាំនេះយើងប្រៀបធៀបពីដើមឆ្នាំពីខែ1ដល់ខែ6ដូចគ្នាអញ្ចឹង同期មានថាពេលដូចគ្នាបាទ4亿7700万美元相比ប្រៀបធៀប下降មានន័យថាធ្លាក់ចុះចំនួនភាគរយនៅក្នុងភាសាចិនគឺយើងត្រូវអានពាក្យភាគរយមុនភាគរយគឺ30.52%នៅក្នុងភាសាចិនយើងត្រូវនិយាយភាគរយមុនចំនួន30ទៀនបើមានចុចនៅខាងក្រោយទោះបី2ខ្ទង់ក៏ដោយ3ខ្ទង់ក៏ដោយយើងត្រូវអានតាមខ្ទង់រាយ2 3 4យើងទៅអត់អាចថា234បានទេឧទាហរណ៍ផ្ទុយក្រោយក្បៀស234ចុះយើងអត់អាចនិយាយថា
ចុច2ឲ្យ34ទេយើងត្រូវនិយាយថា30.234ចានេះយើងអានមក30.30.52បាទយើងមកបន្តគេថា柬埔寨自行车主要出口到美国、德国、比利时、英国和荷兰ចឹងយើងប្រែពីដើមមកកង់មកប្រទេសកម្ពុជាយើង主要សំខាន់បាទសំខាន់នាំចេញទៅណាបាទសំខាន់នាំចេញទៅដល់ត美国សហរដ្ឋអាមេរិក德国អាល្លឺម៉ង់比利时Basic 英国អង់គ្លេសនិង荷兰ហូឡង់ចឹងគេនិយាយថា柬埔寨是东盟第一大全球第五大自行车出口国ចឹងអានេះយើងបកប្រែថាប្រទេសកម្ពុជាគឺជាប្រទេសនាំចេញកង់ធំលំដាប់ទី1នៅក្នុងតំបន់អាស៊ានបាទពពាក្យថាតុងម៉ងហ្នឹងគឺអាស៊ានទីតាមានថាធំលំដាប់ទី1ដែលនាំចេញណា全球ពិភពលោកទី5តាលំដាប់ទី5ធំលំដាប់ទី5ជាសិនឈើកង់ឈូខោនាំចេញដល់ពេលគេនិយាយថាឈូខោគួរគឺប្រទេសដែលនាំចេញចឹងអត្ថន័យទាំងអស់គ្នាយល់ណាយើងត្រូវដឹងពីអត្ថន័យខាងក្រោយដែលគេបញ្ជាក់នេះប្រទេសកម្ពុជាគឺជាប្រទេសនាំចេញកង់បាទហើយយើងបកប្រែនេះមកជាប្រទេសដែលនាំចេញកង់ធំលំដាប់ទី1នៅក្នុងតំបន់អាស៊ានបាទតុងម៉ងអាស៊ានហើយក៏ជាប្រទេសដែលនាំចេញកង់ធំលំដាប់ទី5នៅលើពិភពលោកបន្តទៀត目前បច្ចុប្បន្ន柬埔寨共有5家大型外资自行车组装厂បច្ចុប្បន្នប្រទេសកម្ពុជាបាទសរុបបាទកងមានថាសរុបមានរោងចក្រដំឡើងជួចងឆាងនេះគឺរោងចក្រដំឡើងធំចំនួន5បាទវាយជឿនេះជាការវិនិយោគក្រៅប្រទេសអញ្ចឹងអត្ថន័យយើងបកឲ្យខ្លីមកគឺបច្ចុប្បន្នប្រទេសកម្ពុជាយើងគឺមានរោងចក្រដំឡើងកង់ធំ5បាទធំ5ដែលជាការវិនិយោគពីក្រៅប្រទេសមានថារោងចក្រដែលជនបរទេសមកបាននៅស្រុកខ្មែរអញ្ចឹងមានដូចជាអីខ្លះ G&J Cambodia 公司បាទក្រុមហ៊ុន G&J Cambodia បាទ Speedtech Industrial 公司បាទក្រុមហ៊ុន Speedtech ដំឡើងកង់នឹងដែរ Smarttech Cambodia 公司បាទក្រុមហ៊ុន Smarttech Cambodia ហើយនឹង XDS Bicycle Cambodia 公司បាទក្រុមហ៊ុន XDS Bicycle ហើយនឹងក្រុមហ៊ុនចុងក្រោយហ្នឹងគឺ Evergrande Bicycle Cambodia 公司បាទក្រុមហ៊ុន Evergrande Bicycle បាទអញ្ចឹងអត្ថបទកសាស្ត្រវារៀងបបាក់បន្តិចហើយសង្ឃឹមថាអ្នកដែលធ្លាប់រៀនភាសាចិនកម្រិត2កម្រិត3អាចតាមយល់ហើយព្រោះកម្រិតនេះគឺយើងត្រូវការការស្រាវជ្រាវច្រើនហើយនឹងយើងត្រូវការស្ដាប់និយាយច្រើនបើមិនទាំងអស់គ្នាមានចម្ងល់អីអាចឆាតចូលនៅក្នុងក្រុមបានជួបគ្នានៅវីដេអូក្រោយ